បាទវាសួរបងប្អូនអរគ្នានេះជាសកម្មភាពភ្ញៀវទេសចរដែលគាត់បានអញ្ជើញមកបាទលេងកម្សាន្តនៅក្រុងកពតជាប់មាត់ព្រែកផ្ទាល់តែម្ដងនេះជារូបសំណាកសេះសមុទ្របងប្អូនអរគ្នាណាហើយនៅតាមមាត់ព្រែកកពតបច្ចុប្បន្ននេះគឺនេះទស្សនភាពបាទភ្ញៀវទេសចរជាតិអន្តរជាតិហ្នឹងគាត់ចូលចិត្តជិះម៉ូតូទឹកបាទនៅតាមដងព្រែកនៅមុខពីមុខក្រុងកពតនេះផ្ទាល់តែម្ដងគឺសប្បាយរីករាយមែនទែនបរិយាកាសទេសភាពស្អាតខ្លាំងមែនទែនជាពិសេស view ភ្នំបងប្អូនឃើញភ្នំហើយនឹងអាគារខ្ពស់ៗបច្ចុប្បន្ននេះគឺមានប៊ូទីកកន្លែងកំសាន្តនឹងច្រើនមែនទែននៅក្នុងខេត្តកពតយើងរាប់តែមាត់ព្រែកទេតែនៅមានភ្នំឧទ្យានជាតិបូកគោយើងនៅមានតំបន់រមណីយដ្ឋានផ្សេងៗស្អាតៗជាច្រើនមែនទែនរួមទាំងសមុទ្រនិងគ្រឿងសមុទ្រដ៏ស្រស់ដែលជួយឆ្ងាញ់ផងដែរដោយកត្តាទាំងអស់នេះហើយដែលធ្វើឲ្យខេត្តកពតជាខេត្តមួយដែលទទួលបានភ្ញៀវទេសចរជារៀងរាល់ឆ្នាំថ្ងៃបុណ្យទានសៅរ៍អាទិត្យហ្នឹងគឺច្រើនមែនទែនជាក់ស្ដែងដូចបងប្អូនមើលឃើញជាក់ស្ដែងនេះភ្ញៀវទេសចរទាំងក្រុមទាំងឡានធំៗតែម្ដងដែលគាត់បានអញ្ជើញមកអញ្ចឹងសម្រាប់បងប្អូនដែលមកលេងខេត្តកពតកុំភ្លេចបាទមកថតរូបលេងនៅសេះសមុទ្រនេះផ្ទាល់តែម្ដងបាទអរគុណច្រើន